ជាត្រៀមខ្លួនទប់ទល់នឹងថៃឈ្លានពានទៅថ្ងៃអនាគតថៃបំផ្លាញអធិបតេយ្យខ្មែរនៅកម្ពុជាក្រុមហ៊ុនអុកញ៉ាសំទោសថៃបំផ្លាញអធិបតេយ្យខ្មែរនៅឯកម្ពុជាក្រុមហ៊ុនកូនអុកញ៉ាទ្រីភិបកំពុងតែបំពុលប្រភពទឹកដោយសកម្មភាពជីកយករ៉ែមាសផ្ទុះការរំលឹកពាក្យព្រានប្រដៅរបស់លោកសូរិយាស៊ូបេឌីរឿងប្រមាថអ្នករាយការណ៍ពិសេសលោកមេឃសវណ្ណារាតវ៉ាប្រឆាំងសកម្មភាពនគរបាលម្នាក់ដែលមកលឹបលមកស្នាក់ការបកចំនួនថ្មីដីខេត្តកំពង់ចាមគណៈបកកម្លាំងជាតិអំពាវនាវឲ្យអាជ្ញាធរដោះលែងលោកវ៉ាន់និងសកម្មជនដទៃទៀតរីឯលោកត្រាំគម្រាមយកពន្ធធ្ងន់កពីប្រទេសណាដែលមិនគាំទ្រអាមេរិកដណ្ដើមគ្រប់គ្រងកោះ Greenland បាទនឹងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃបងប្អូនឃើញទេព្រឹត្តិការណ៍ប្រចាំថ្ងៃគឺលឿនមែនតើមុននេះប្រហែលជា5នាទីឬក៏សំទោសកន្លះម៉ោងគឺខ្ញុំបានដាក់ចំណងជើងជូនបងប្អូនទៅតាមបណ្ដាញសង្គមថាខ្ញុំនឹងផ្សាយផ្ទាល់បន្តិចទៀតនេះដោយខ្ញុំដាក់ថាកម្ពុជាគ្រោងដាក់កំណត់ទូតតវ៉ារឿងថៃដាក់បលាលុះបំពេញដីខ្មែរនៅធម្មតាតែមិនដាក់ប្តឹងទៅតុលាការអន្តរជាតិបងប្អូន4នាទីមុនដែលខ្ញុំចាប់ផ្ដើមផ្សាយនិយាយទៅគ្រាន់តែចាប់ផ្ដើមផ្សាយភ្លាមហ្នឹងគឺក្រសួងការបរទេសចាប់ផ្ដើមបង្ហោះសារដែលខ្លួនដាក់ជាកំណត់ទូតហ្នឹងទៅភ្លាមដូច្នេះហើយបើសិនជាខ្ញុំមិនមានព័ត៌មាននឹងចូលនៅក្នុងបណ្ដាញសង្គមខ្ញុំដែលខ្ញុំអានតាន់វាត្រូវអាព័ត៌មានហ្នឹងវាទៅជាប្អូនកម្ពុជាគ្រោងនឹងដាក់ទៀតតាមពិតកម្ពុជាដាក់លិខិតនេះហើយគឺលិខិតតវ៉ារបស់កងកម្លាំងប្រដាប់អាវុធថៃហើយខ្ញុំនឹងអានព័ត៌មាននេះជូនបងប្អូនលំអិតតែម្ដងព្រោះអីវាមកចំតាន់ឱកាសដែលកំពុងតែផ្សាយផ្ទាល់នឹងដែរនេះបានថាបើសិនជាខ្ញុំមានគ្នាច្រើនទៅពេលដែលខ្ញុំដាក់ឯកសារនឹងឬក៏ពងផ្សាយផ្ទាល់អញ្ចេះទៅគឺមានអីចឹងក្រុមការងារបច្ចេកទេសខ្ញុំច្បាស់ណាស់គាត់នឹងហុចមកឲ្យអានេះគឺម្នាក់ឯងសុទ្ធសាធអញ្ចឹងមានការឆក់ល្វែងអីយ៉ាងណាសូមអធិស្ឋានតែយ៉ាងណាបងប្អូនខ្ញុំតាន់មានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដែលទើបតែផ្សាយចេញប្រហោះ4នាទីមុននេះគេដាក់អញ្ចេះថ្ងៃទីសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាថ្ងៃទី17ខែមករាឆ្នាំ2026ដែលមានខ្លឹមសារដូចតទៅកម្ពុជាតវ៉ាប្រឆាំងនឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិសូមសម្ដែងនៅការប្រឆាំងជំទាស់យ៉ាងខ្លាំងរបស់កម្ពុជាចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃដែលធ្វើឲ្យមានការកែប្រែនៅបរិយាកាសសន្តិសុខនៅក្នុងឬក៏ជុំវិញតំបន់ជនស៊ីវិលពង្រីកការគ្រប់គ្រងយោធាឬក៏បង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្ដែងដែលជាមូលហេតុធ្វើឲ្យខូចខាតដល់កិច្ចខិតខំប្រឹងប្រែងដែលកាត់បន្ថយភាពតានតឹងនឹងការរារាំងដល់ការវិលត្រឡប់របស់ប្រជាពលរដ្ឋស៊ីវិលទៅកាន់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិរបស់ពួកគេដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរការនេះរួមបញ្ចូលទាំងការរាយបន្លាលួសនៅក្នុងតំបន់ច្រកទ្វារអន្តរជាតិថ្មដានៅក្នុងខេត្តពោធិ៍សាត់នៃប្រទេសកម្ពុជាកាលពីថ្ងៃទី16ខែមករាឆ្នាំ2026នោះផងសកម្មភាពបែបនេះបង្កនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាហើយពុំសមស្របទៅនឹងវិធានការដែលកាត់បន្ថយភាពតានតឹងដែលមានចែងនៅក្នុងចំណុចមួយនៃសេចក្តីប្រកាសរួមដែលប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ GBC កាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025នោះឡើយជារឿងសំខាន់ដែលត្រូវគូបញ្ជាក់ទៀតថាសំទោសជារឿងសំខាន់ដែលត្រូវគូបញ្ជាក់ទៀតថាសេចក្តីប្រកាសរួមកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025នោះត្រូវបានព្រមព្រៀងគ្នាថាជាក្របខ័ណ្ឌគ្រប់ជ្រុងជ្រោយនិងគ្រប់គ្រងគ្នាទៅវិញទៅមកដោយមានគោលបំណងចម្បងបន្ធូរបន្ថយស្ថានភាពគាំពៀនិងស្ដារប្រក្រតីភាពនៃការរស់នៅរបស់ប្រជាជនស៊ីវិលព្រមទាំងការដោះស្រាយបញ្ហាចំនួនដោយសន្តិវិធីហើយមិនមែនដើម្បីពង្រីកវត្តមានយោធានោះឡើយនៅក្នុងបរិបទនេះកម្ពុជាអំពាវនាវឲ្យប្រទេសថៃអនុវត្តឲ្យបានពេញលេញនិងស្មោះត្រង់នៅគ្រប់ប្រការទាំងអស់នៃសេចក្តីប្រកាសរួមហើយនឹងកិច្ចព្រមព្រៀងនានាកម្ពុជាបញ្ជាក់ជាថ្មីនៅការបដិញ្ញាចិត្តរបស់ខ្លួននៅក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ព្រមទាំងប្រកាន់ខ្ជាប់នូវគោលការណ៍ថាព្រំដែនមិនត្រូវបានកែប្រែដោយប្រើកម្លាំងនោះឡើយបាទនេះគឺជាសេចក្តីកំណត់ទូតរបស់ភាគីកម្ពុជារបស់ក្រសួងការបរទេសដែលតវ៉ាទៅភាគីថៃបងប្អូននេះគឺជាសេចក្តីតវ៉ាលើកទី1600ហើយដឹងឬក៏5000ហើយដឹងខ្ញុំរាប់វាមិនអស់ទេតវ៉ាបដិសេធជូនដំណឹងមិនទទួលស្គាល់បានប្រយោជន៍អីព្រោះអារឿងដែលយើងទៅតវ៉ាជាមួយចៅម្ដងទៀតសំទោសសូមអធិស្ឋានខ្ញុំមិនដឹងថាត្រូវយកពាក្យអីជំនួសពាក្យចៅនឹងឲ្យត្រូវសោះខ្ញុំអត់ចង់និយាយពាក្យហ្នឹងទេមែនតែទៅវាក្រូតគ្រៀតណាស់ព្រោះវាអសរោះអសិលធម៌អីដែរប៉ុន្តែវាមិនដឹងថាយកពាក្យអីត្រូវទៅពិពណ៌នាក្រមទាហានយោធាថៃដែលឈ្លានពានកម្ពុជានឹងឲ្យត្រូវនឹងពាក្យចៅហើយមិនមែនតែចៅលួចទៅទៀតចៅប្លន់ព្រោះបើលួចបានន័យថាម្ចាស់យើងអត់នៅហើយគេចូលមកកកកាយហើយយកទ្រព្យយើងនេះគឺម្ចាស់នៅកលួង
ហើយយកទ្រព្យសម្បត្តិយើងអស់ហើយសម្រាប់យើងទៀតអាហ្នឹងបានន័យថាជាការអំពើប្លន់ឲ្យមនុស្សឃាតបំផ្លិចបំផ្លាញសពបែបយ៉ាងឆ្លៀនពៀនអធិបតេយ្យអីសពបែបយ៉ាងយកបលាលុះយកមកដាក់រាយតាមអំពើចិត្តអាញាធរកម្ពុជាអត់អាចធ្វើអីគេបានបងប្អូននេះគឺជាការឈឺចាប់ដ៏ក្រៃលែងសម្រាប់ប្រជាពលរដ្ឋខ្មែរដែលមិនអាចពិពណ៌នាបាននេះទាំងតែហ៊ានទាំងស៊ីវិលទាំងប្រជាពលរដ្ឋសាមញ្ញគ្រប់រូបអ្នកណាដែលស្ដាប់រឿងនេះនឹងគឺស្រក់ទឹកភ្នែកដូចគ្នាទី1គឺស្រក់ទឹកភ្នែកនឹងអំពើឆ្លៀនពៀនខុសខើព្រីផ្សៃរបស់យោធាថៃនិងអ្នកនយោបាយគេហៅថាជួញសង្គ្រាមរបស់ភាគីថៃក្នុងពេលជាមួយគ្នានឹងក៏ស្រក់ទឹកភ្នែកនឹងរឿងយើងកម្ពុជាការពារដែនអធិបតេយ្យយើងអត់បានណាដោយសារអីដោយសារតែយើងវាអត់មានកម្លាំងទប់គេបានការទូតក៏យើងទប់គេមិនឈ្នះយោធាក៏យើងទប់គេមិនបានសេដ្ឋកិច្ចសពបែបយ៉ាងគឺយើងចាញ់ប្រៀបគេគ្រប់យ៉ាងអានេះគឺជាការស្រក់ទឹកភ្នែកខ្លាំងមែនតើប៉ុន្តែនៅពេលដែលយើងស្រក់ទឹកភ្នែកពីរឿងគេឆ្លៀនពៀនគេរំលោភគេប្លន់គេឆក់គេធ្វើបាបទុកបុកម្នេញរបស់យើងអសមត្ថភាពនៅក្នុងការទប់ទល់ដែនអធិបតេយ្យរបស់យើងកុំឲ្យគេបំពេញបានគេចង់រើបលាលួសគេរើគេចង់ដកគេចង់ដាក់គេចង់ថែមគេចង់សង់អីថែខ្ទេចអស់ឲ្យបងប្អូននៅមើលផ្លូវអាទៅឡើងទៅលើភ្នំប្រាសាទតាក្របីហ្នឹងឥឡូវគេចាក់បេតុងចាក់អីឥឡូវនៅតំបន់អូភ្លុកដំរីផ្ទះ3ខ្នងគេនាំប្រជាពលរដ្ឋគេមានប្រសង់គេមានអីមកចាយន់តោមកលើកទង់មកវាដូចថាដីយើងហើយយើងមានកិច្ចព្រមព្រៀងជាមួយគ្នាយើងមានប័ណ្ណឈប់បាញ់ជាមួយគ្នាយើងអនុវត្តយើងព្រមគ្នាថាកុំបង្កឲ្យមានភាពតានតឹងយើងនឹងនាំគ្នាទៅអង្វរអោបជើងគេរហូតថាខ្ញុំអនុវត្តគ្រប់ហើយយើងមិនធ្វើអីទេណែឯងយកបលាអីដាក់ក៏ខ្ញុំមិនអីដែរព្រោះអីមិនចង់ឲ្យមានការតតាំងក៏ប៉ុន្តែគេអត់មានស្ដាប់យើងសោះហើយយើងតាមអង្វរគេរហូតយើងអង្វរចោលដែលមានស្រុកណាទៅអង្វរចោលនោះលោកវាអត់មានពាក្យថាចោលគឺប្រព្រឹត្តអំពើខុសច្បាប់អត់មានទៅអង្វរអត់មានទៅសុំក្តីមេត្តាអីពីចោលសោះបើសិនជាចោលធ្វើអញ្ចឹងបានហើយយើងចាំតែអោបជើងចោលរហូតម្លេះសំប្រទេសយើងនឹងពិភពលោកយើងវាដែរមានច្បាប់ទម្លាប់អីចោះបើសិនជាអស់លោកចេះស្ដាប់ពីអង្វរចោលរបស់ជនរងគ្រោះអស់លោកដែលចាប់សកម្មជនខ្មែរយើងដាក់គុកទេអស់លោកដែលចាប់ពួកគាត់រំលាយគណៈបកគេចោលហើយធ្វើបាបធ្វើទុកបុកម្នេញគេអង្វរក៏អស់លោកដែលលោកស្ដាប់ទេអត់ទាំងផងអត់ទាំងដែលស្ដាប់ផងហ្នឹងអូចុះហេតុអីបានជាយើងគិតថាយើងថាឥឡូវថាយើងខ្មែរគ្នាឯងនឹងវាអាក្រក់ហួសឥឡូវថៃឆ្លៀនពៀនយើងវាមិនមែនសាច់យើងទៅទៀតសាច់ឯងគ្នាឯងខ្មែរគ្នាឯងយើងធ្វើបាបគ្នាយើងធ្វើទុកបុកម្នេញគ្នាចាប់គ្នាដាក់គុកគ្នាអង្វរហើយចាប់ផ្ដើមមានបៃដំច្រំធាក់មានការកាប់សម្លាប់តែខ្មែរគ្នាឯងយើងអត់ទាំងដែលដោះស្រាយស្ដាប់ការអង្វរកគ្នាបានផងហើយចុះយើងទៅអង្វរអ្នកដតីដែលជាសាសដតីសុតសាតហើយប្លន់យើងលួចយើងសម្រាប់ប្រជាពលរដ្ឋយើងរងទុក្ខវេទនាខ្លោចផ្សាបំបាក់មុខយើងនៅលើឆាកអន្តរជាតិថាយើងជារដ្ឋអធិបតេយ្យដែលបរាជ័យនៅក្នុងការការពារដែនអធិបតេយ្យរបស់ខ្លួនបានហើយយើងនៅអង្វរគេដល់ណាទៀតយើងនៅជូនដំណឹងគេដល់ណាទៀតយើងនៅប្រាប់គេថាយើងនឹងប្រើប្រាស់អាយុនៃការធ្វើភាគីនឹងដល់ណាទៀតខ្ញុំអត់មាននិយាយពីរឿងធ្វើសង្គ្រាមទេហើយឈប់និយាយពីរឿងធ្វើសង្គ្រាមជាមួយថៃយើងធ្វើមិនឈ្នះគេទេបើជាតិសាសមួយនេះនៅក្នុងស្ថានភាពបែបនេះ100ឆ្នាំទៀតក៏យើងធ្វើសង្គ្រាមកុំថាឡើយតែឈ្នះថៃតែឡាវនឹងក៏តែមិនឈ្នះគេផងយើងអត់ធ្វើឈ្នះគេបានទេខ្ញុំអត់មើលស្រាលតាហ៊ានយើងអត់មើលស្រាលអីទាំងអស់បេះដូងតាហ៊ានយើងពុះពៀបដិញ្ញាពលីដើម្បីជាតិមាតុភូមិប៉ុន្តែជាការដែលពុះពៀបដិញ្ញាពលីនៅក្នុងពេលដែលយើងអត់មានរបស់ការពារខឿនរបស់កម្ពុជានៅក្នុងការពារជាមួយថៃមិនមែនបានន័យថាយើងខ្លាំងតែយោធាយើងកុំបាច់និយាយយោធាស្បៀងអាហារជួមុខស្ដាប់ទៅអស់លោកស្ដាប់តាហ៊ានជួមុខដែលរាយរាប់រាល់ថ្ងៃទៅវីដេអូចេញរាល់ថ្ងៃមានតាហ៊ានជួមុខមានតាហ៊ានជួមុនយកទៅចែកតាហ៊ានជួមុខស្បៀងគ្នាជួមុនដល់នៅសល់100ម៉ែត្រពីអាកន្លែងដែលតាហ៊ានថៃបាញ់ស៊ីបានអត់ដែលបានអីទេជាការពិតឲ្យពួកគាត់នៅជ្រៅពេកទៅដល់ទល់ដែនតទល់ជាមួយរថក្រោះថៃអីវិញទៅឲ្យគាត់បានស្បៀងអីការជូនចែកអំណោយអីនឹងបានទៅដល់គាត់ព្រោះគេត្រូវតែស្តុកទុកនៅឃ្លាំងហើយអ្នកនៅសមរភូមិដែលហៅខាជួមុខដែរតែជួមុខរបៀបដូចថាប្រមាណតង់ប្រមាណកលៈទៀតដើម្បីដល់អាកន្លែងគេបាញ់ស៊ីបហ្នឹងគឺគ្នាវាដូចថាវាមានសុវត្ថិភាពជាងចឹងមកទទួលមកអីហើយដល់តែមកទទួលបានទៅហុចបានអីចឹងគ្នាអ្នកនៅនោះអត់ផុតរហូតដូចថាផុតអត់បានទទួលអត់បានអីចឹងមានការថ្នាក់ចាំមកថាអាការចែករង្វាន់ចែកអំណោយនេះណាវាជារូបភាពល្អហើយបង្ហាញអំពីការសាមគ្គីរបស់ជាតិយើងប្រជាពលរដ្ឋឈឺឆ្អាលអ្នកសមរភូមិក្រោយយល់ទុកធុរៈរបស់អ្នកសមរភូមិមុខក៏ប៉ុន្តែគេអត់ដៃធ្វើប្រសាចដូចយើងអញ្ចឹងទេធ្វើប្រសាចបែបនេះគឺយើងបង្ហាញអំពីភាពទន់ខ្សោយរបស់វិស័យយោធារបស់យើងធ្វើឲ្យទាហានយើងខ្វះវិន័យ
ហើយតាហ៊ានខ្វះវិន័យកុំបន្ទោសតាហ៊ាន